បងប្អូនណាត្រូវតែយកកំណត់របស់ខ្ញុំទៅវិនិយោគតាមជាដំបូងយើងត្រូវការទឹកប្រាក់12000រៀលដើម្បីយកទៅទិញស្រាមួយយួរហើយបងប្អូនយកមកអង្គុយគាត់ដើម្បីអាចមានឱកាសឈ្នះរង្វាន់ធំនេះគឺឡានមួយគ្រឿងបើសិនជាបងប្អូនគាត់ឲ្យមិនតាន់ឃើញរង្វាន់បងប្អូនមិនតាន់អស់សង្ឃឹមទៅទិញយកមកគាត់ទៀតគាត់តតែត្រូវបើសិនជាបងប្អូនមានសំណាងនឹងអាចមានឱកាសឈ្នះឡាននេះឡានដំណើរបងប្អូនមានដឹងអត់ថាឡានមួយគ្រឿងតម្លៃរាប់រយរាប់ពាន់រាប់ម៉ឺនដុល្លារបងប្អូនណាគ្រាន់តែចំណាយដើមទុនត្រឹមតែ12000រៀលនេះក៏អាចមានឱកាសខ្លះជាអ្នកមានបានដែរលោកគ្រូប៉ុន្តែខ្ញុំអត់មានលុយអត់មានដើមទុនផងហ្នឹងបើភ្លើណាបើគ្មានដើមទុនឬក៏គ្មានលុយទៅខ្ចីធនាគារខ្ចីគេឬក៏លក់ផ្ទះលក់ដីអីទៅដើម្បីបានលុយ12000រៀលនេះទៅទិញស្រាយកមកអង្គុយគាត់ហើយបងប្អូនណាមិនចាំបាច់ទៅហត់ទៅធ្វើការសំណង់ធ្វើស្រែធ្វើចម្ការធ្វើស្អីទេបងប្អូនណាគ្រាន់តែទិញស្រាមួយយួរមកអង្គុយគាត់ហាត់ប្រាណហ្នឹងក៏អាចមានឱកាសខ្លះជាអ្នកមានបានដែរមិនកំណត់លោកគ្រូលុយហ៎លុយយកទៅអភិវឌ្ឍតាមទៅជោគជ័យទាំងអស់គ្នាចាលោកគ្រូអ្នកឯងចង់ខ្ចីលុយខាងធនាគារខ្ញុំប្រហែលដែរអ្នកចាលោកគ្រូខ្ញុំចង់ខ្ចីលោកគ្រូ10000ដុល្លារហ្នឹងហើយលោកគ្រូបើបានច្រើនកាន់តែល្អអ្នកឯងខ្ចីលុយធនាគារខ្ញុំច្រើនម្លឹងហើយអ្នកឯងរកស៊ីអីដែរអ្នកអត់រកស៊ីអីផងលោកគ្រូប្តីខ្ញុំផឹកស្រាចំណែកខ្ញុំលេងល្បែងអ្នកប្តីផឹកស្រាប្រពន្ធលេងបៀហើយអ្នកឯងមានប្រាក់ឯណាមកបងធនាគារខាងខ្ញុំមកលោកគ្រូកំភៃប្តីខ្ញុំគាត់ផឹកស្រាផ្លោថ្ងៃណាមួយគាត់មានសំណាងឈ្នះរង្វាន់រាប់លានច្រើនជាងលុយដែលខ្ញុំខ្ចីលោកគ្រូទៀតហើយមុខរបរខ្ញុំលេងបៀចាក់ឆ្នោតមិនលោកគ្រូគិតថាខ្ញុំនឹងគ្មានសមត្ថភាពបង់លុយខាងធនាគារលោកគ្រូអីអ្នកខ្ញុំមិនមើងងាយសមត្ថភាពអ្នកទេប៉ុន្តែអ្នកឯងលេងល្បែងវាមានឈ្នះមានចាញ់ហើយចុះបើថ្ងៃណាមួយអ្នកឯងញីល្បែងយូរដល់ថ្នាក់អស់ផ្ទះអស់ដីទៅអ្នកឯងគិតមិនអ្នកលោកគ្រូឲ្យខ្ញុំឬក៏មិនឲ្យឯងណាដំអត់ឲ្យទៅអ្នកឲ្យកុំក្រំធ្វើហិង្សាអីយកទៅចុះវិញសិនទៅនិយាយអញ្ចឹងមកឆាប់ត្រូវគ្នាលោកគ្រូបាទជំរឿនទី2ផ្នែកបណ្ដុះបណ្ដាលវគ្គទី2វិនិច្ឆ័យជាមួយនឹងឆ្នោតយើងគ្រាន់តែចំណាយដើមទុនចំនួន1000រៀលដើម្បីយកទៅចាក់ឆ្នោតបើសិនជាយើងចាក់ត្រូវយើងនឹងបានទឹកប្រាក់ចំនួន80000រៀលអូបានច្រើនលែចាក់តែ1000សក់បាន80000ហើយអ្នកលោកគ្រូនឹងគាត់ប្រយោជន៍ឆាប់យល់ណាស់ខ្ញុំមករៀនជាមួយគាត់ព្រឹកមិញគាត់ប្រាប់ខ្ញុំពីការជោគជ័យគាត់ស្រាវជ្រាវរង្វាន់គាត់ពិតជាកែមែនណាអ្នកលោកគ្រូល្អណាស់ខ្ញុំមកចាប់អារម្មណ៍ខាងហ្នឹងលោកគ្រូយល់តទៀតយល់ដល់មកហើយយើងមិនចាំបាច់ទៅធ្វើការសំណង់លីសែងកាប់អស់ទៅធ្វើស្រែចម្ការនឹងតែបាច់ញើកក្លេកក្លាយទេយើងនេះគ្រាន់តែត្រូវការដើមទុនចំនួន1000រៀលនេះដើម្បីវិនិច្ឆ័យជាមួយនឹងឆ្នោតនៅពេលនោះយើងនឹងមានឱកាសឈ្នះទឹកប្រាក់80000រៀលហ្នឹងហើយចាក់ស្ដាប់បើសិនជាអ្នកទាំងអស់គ្នាចង់ជោគជ័យខាងវិស័យចាក់ឆ្នោតងាយបំផុតក៏ប៉ុន្តែពួកខ្ញុំគ្មានដើមទុនផងនឹងលោកគ្រូហ្នឹងហើយលោកគ្រូបើសិនជាគ្មានដើមទុនណាអ្នកទាំងអស់គ្នាអាចទៅខ្ចីលុយគេខ្ចីលុយធនាគារឬក៏លក់តែលក់អីមកដើម្បីយកលុយ1000រៀលនេះទៅចាក់ឆ្នោតដើម្បីអាចមានឱកាសឈ្នះទឹកប្រាក់80000រៀលចាក់កាន់តែច្រើនឈ្នះកាន់តែច្រើនតន់អូនណាតែទៅផ្ទះឈប់អត់មានឲ្យតំណឹបគ្រូថ្លៃបណ្ដុះបណ្ដាលជោគជ័យទាំងអស់គ្នាទេខ្ញុំអត់ទាន់មានលុយផងហ្នឹងអត់មានលុយស្អីនេះខ្សែកោខ្សែដៃពាក់ចង់ម្នាក់មកតោនអីដោះសិនមកមិនដែរឯងជួយដោះឯងជួយ